thấy tiềnនេះស៊ីអត់ស្រីបងប្អូនអរគ្នាឥឡូវថ្ងៃនេះជាថ្ងៃទី2ហើយថ្ងៃដែលខ្ញុំនឹងទៅដាក់បកាយម្ដងទៀតហើយអង្គនេះបកាយយើងចំនួន47ដតាទេខ្ញុំនឹងយកទៅដាក់នៅទីតាំងថ្មីលោបានថៃខ្លះដើម្បីធ្វើម្ហូបអញ្ចឹងណានេះខ្ញុំបានត្រៀម7ក៏ដូចជាទឹកអីអញ្ចឹងណាមាននុយចលែនមានបកាយអីស្រាប់ហើយយើងដាក់ចេញពីក្រោយផ្ទះទៅត្រូវទីតាំងណាយ៉ាងថ្មីតិចលោបានតែធំអញ្ចឹងណាព្រោះនៅក្រោយនេះអាចនឹងគេដកច្រើនដែរឬក៏ត្រីវាអាចនឹងវាធំវានេះចឹងទៅវាមិនសូវស៊ីមិនសូវអីតែបានខ្ញុំឆ្លៀតទៅរកកន្លែងផ្សេងទៀតទៅដើម្បីយើងអាចបានត្រីធំឬក៏ត្រីវាអាចនឹងស៊ីជាងមុនអញ្ចឹងណាផ្លូវធ្វើដំណើរទៅត្រីនៅនេះសូវស្រាលបងប្អូនឥឡូវគេប្របាសូវស្រាលយើងរកត្រីធំរកអីចឹងវាអត់សូវមានព្រោះត្រីធ្ងន់វាអាចចម្រោករបស់វានៅច្រើនអញ្ចឹងណាចឹងបានយើងរកកន្លែងដែលត្រីធ្ងន់ព្រោះពីច្រើននេះគេធ្វើតែស្រូវស្រាលត្រីធ្ងន់រៀងឆ្ងាយតិចអូខេបងប្អូននេះកៃនៅយើងអីមានមួយផ្លែនេះឥឡូវតាមផ្លូវទេចាស់តែក្រោយមកគេឈោអីលើកផ្លូវលើកអីហ្នឹងឥឡូវមានភ្លើងមានអីហ្នឹងកន្លែងនេះវាហត់ខ្លាញ់ប្រហែលជាពិបាកតោះទៅឆ្ងាយផុតបានអាចលេងបានអញ្ចឹងណាឥឡូវខ្ញុំកំពុងតែរកមើលកន្លែងដើរហើយជិះត្រូវដើរតាមនេះវិញតាមនេះឥឡូវថ្ងៃគេចាំងលិចអីបងមើលនេះហើយនេះណាជិះម៉ូតូអីក៏បានដែរកង់ម៉ូតូស្រួលផ្លូវគាត់តែថាយើងខ្ជិលជិះអីវែងឆ្ងាយសុខចិត្តដើរកាត់ចឹងទៅហើយខ្ញុំមកផ្លូវកាត់ហើយដើរទៅនោះនៅនេះមានគេធ្វើផ្ទះដែរនេះគេធ្វើតន់ហើយបងប្អូនឥឡូវយើងចាំដល់ទីតាំងហើយមិនឆោតពេលបិទនុយបងប្អូនបាយបាយដល់លឿឥឡូវទៅគឺខ្ញុំដាក់នុយអីហើយដាក់តាម20ជាងហើយឥឡូវយើងដើរមើលផ្កាយវិញនេះដូចជានៅឯនុយអូខេអូជួបបងប្អូនជួបតាមអីចេះអូខេបងប្អូនខាងធំមកយើងដាក់ចុះនេះហើយខ្ញុំចាប់ដាក់នេះសិនព្រោះដៃម្ខាងរត់ទូរស័ព្ទមួយតិចគេនឹងយើងដាក់បានហើយសារថៃនេះស៊ីដល់កន្លែងហើយមកបាត់នេះកន្លែងនេះស៊ីអត់ទីនេះបងតាមថៃអីអូខេលោកទីនេះដាក់សិនបងអូខេចូលទីនេះ
mến chẳng biết đặt lại cái này nào chưa đâu đã mũi chân cầu thì tụ thấy tiền tạc sái mới xong bàn game cho cái này bây giờ đã trốn xuống